បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺបានមុខម្ហូបមុខទៀតហើយបងប្អូនបាទថ្ងៃនេះមានពុកគោគ្រឿងក្នុងបាទគ្រឿងក្នុងពុកគោបាទហើយមានជ្រក់ផ្លែខុសពីមុនបាទគឺខ្ញុំចម្លែកដែរបាទនេះគឺតាមតំបន់បងប្អូនបាទនេះជ្រក់នេះគឺគេហៅជ្រក់គួយបាទបងប្អូនបាទមិនមែនជ្រក់ទឹកប្រហុកបងប្អូនបាទហើយក៏ថ្ងៃនេះខ្ញុំធ្វើសាកមើលជ្រក់គួយហ្នឹងគឺមានរសជាតិឆ្ងាញ់បែបណាបាទហ្នឹងហើយបងប្អូនបាទចេញភាសាបាយរបស់គ្នាជាមួយខ្ញុំបាទអញ្ចឹងខ្ញុំនឹងជ្រក់គួយសាកមើលមកតើមានរសជាតិឆ្ងាញ់ប៉ុណ្ណាដែរឆ្ងាញ់មែនទែនជ្រក់គួយបាទជ្រក់គួយនេះមានរសជាតិឆ្ងាញ់ព្រោះមានរសជាតិជូរហឹរប្រៃហើយជ្រះមាត់តែម្ដងបងប្អូនបាទហូបមកដែរហូបបាយម៉ាត់ឆ្ងាញ់បងប្អូនបាទជ្រក់គួយទឹកទេសភាពស្រស់ស្រាយបងប្អូនអើយនៅជិតផ្ទះហើយក៏ខ្យល់អាកាសល្អបងប្អូនដែរក៏ខ្យល់បក់វិចមកហូបពេញបោះរត់ម៉ាត់ណាប់ស្បៃឆ្ងាញ់ណាជ្រក់គួយរសជាតិជូរប្រៃហឹរបាទទាំងហើយអរគុណបងប្អូនទាំងអស់គ្នាបាទដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណបាទហើយក៏ដល់ទីបញ្ចប់បងប្អូនបាទនឹងឲ្យជម្រាបលាបាយបាយបងប្អូនបាទបាយបាយសុខសប្បាយដល់គ្នាបងប្អូនបាទអរគុណច្រើន